បាទសូមអធិស្ឋានពុកម៉ែបងប្អូននេះហៅថាញោវល់បាទហើយញោវល់នេះផងដែរមានអត្ថប្រយោជន៍ផ្នែកឱសថបាទខ្ញុំសូមអាននៅរូបមន្តដើមទាំងស្រុងតែម្ដងបាទសម្រាប់ញោវល់អត្ថប្រយោជន៍ផ្នែកឱសថកប់នឹងជំងឺបាទរុក្ខជាតិទាំងមូលអត់យកឫសបាទបានន័យថាញោវល់នេះគេមិនប្រើឫសទេណាបាទនៅក្នុងរូបមន្តលោកប្រាប់ថាមិនយកឫសទេបាទអាចព្យាបាលបាទឈឺក្រពះបាទរលាកថ្លើមឈឺខ្នងចង្កេះឈឺក្នុងពោះបាទជំងឺផ្លោកនោមទឹកនោមផ្អែមរបេងសួតនិងឈឺទ្រូងក្អកបានន័យថាយើងក្អកឈឺទ្រូងណាពុកម៉ែបងប្អូនបាទអញ្ចឹងកម្រិតប្រើបាទ10ទៅ15ក្រាមតាមទឹកផឹកក្នុងមួយថ្ងៃបាទអញ្ចឹងបើពុកម៉ែបងប្អូនបាទមានអាការៈដូចបានរៀបរាប់ជូនខាងលើសូមពុកម៉ែបងប្អូនបាទរកវល់ញោនេះមកដាំទឹកពិសាក្នុងបាទមួយថ្ងៃ10ទៅ15ក្រាមបាទចំណែកវល់ញោនេះផងដែរបាទនៅក្នុងរូបមន្តលោកហាមយកឫសប្រើបាទក្រៅពីឫសប្រើបានទាំងអស់ដូចជាដើមស្លឹកផ្លែបាទយើងអាចប្រើជាឱសថបានទាំងអស់ណាពុកម៉ែបងប្អូនបាទសូមអធិស្ឋានបាទសូមអធិស្ឋានរាល់កំហុសឆ្គងទាំងអស់បាទបើពុកម៉ែបងប្អូនបាទមានអាការៈរោគផ្សេងបាទហើយចង់ប្រើប្រាស់នៅឱសថបុរាណសូមពុកម៉ែបងប្អូនបាទខមមិននៅខាងក្រោមវីដេអូខ្ញុំបាទនឹងរៀបរាប់ពីរូបមន្តសម្រាប់ព្យាបាលរោគគាព្យាធិរបស់ពុកម៉ែបងប្អូនបាទដោយក្តីរីករាយជាទីបំផុតបាទហើយម្យ៉ាងវិញទៀតបាទបើពុកម៉ែបងប្អូនបាទអធិស្ឋានដោយសេចក្តីអនុគ្រោះផងបាទរាល់កំហុសឆ្គងនិងរាល់ការបាទរៀបរាប់អំពីរុក្ខជាតិផ្សេងបាទដោយសេចក្តីអនុគ្រោះបាទ